សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបនឹងខ្ញុំមកអាប់ដេតតម្លៃ Honda Wave 2026 កេសថ្មីតើវាតម្លៃប៉ុន្មានមុនចូលឆ្នាំមួយថ្ងៃនេះជាម៉ូតូមួយគ្រឿងដែលខ្ញុំបានដឹងពីម្ចាស់ម៉ូតូគាត់ទើបតែទិញមុនចូលឆ្នាំមួយថ្ងៃទេមុននឹងចូលដល់តម្លៃរបស់វាយើងមកសង្កេតមើលរូបរាងក៏ដូចជាម៉ាស៊ីនរបស់វាសិនតើវាមានរូបរាងដូចម្ដេចរូបរាងរបស់វាគឺមើលទៅស្អាតម្យ៉ាងដែរមើលពីខាងមុខមើលទៅលយគឺស័ក្តិសមនឹងយុវវ័យសម្រាប់ជិះដើរចូលឆ្នាំកំសាន្តនៅពេលខាងមុខនេះសម្រាប់តែវាវិញមើលទៅគឺស្អាតម្យ៉ាងដែរប៉ុន្តែវាមិនសូវផុសឡើងប៉ុន្មានទេសម្រាប់តែវាបើតាមខ្ញុំដឹងព័ត៌មានខ្លះពីម្ចាស់ម៉ូតូគាត់ថាសម្រាប់ទូខ្លួនរបស់វានិងកបាំងរបស់វាធ្វើឡើងពីទូខ្លួន Titanium ដែលធ្វើឲ្យម៉ូតូរបស់យើងមើលទៅ Premium ស្អាតល្អគឺវាប្លែកភ្នែកម្យ៉ាងដែរហើយទូខ្លួន Titanium គឺវាធន់និងរឹងមាំសម្រាប់តែខាងមុខនេះវិញគឺវាមើលទៅគឺល្អគឺ very cool មែនទែនបើសម្រាប់ប៊ុំក្រោយវិញយើងមើលទៅឃើញដូចជារាងរត់សប៉ុន្តែការជិះលំនឹងគឺវាទប់បានល្អឯម៉ាស៊ីនរបស់វាវិញគឺមើលទៅគឺ Premium ស្អាតម្យ៉ាងដែរតាមសម័យកាលរបស់វាចំណែកកម្លាំងរបស់វាវិញគឺ 110cc ប្រើដោយប្រព័ន្ធបេនសាំងបើប្រៀបធៀបនឹងបេកសាំងស៊ីសាំងតិចជាងចង្គៀងបំភ្លឺភ្លើងរបស់វាប្រើអំពូលធម្មតាបើប្រៀបធៀបនឹងអំពូល LED គឺអំពូល LED ច្បាស់ជាងសម្រាប់ឆ្នាំ2026នេះវិញក្រុមហ៊ុននីមួយៗភាគច្រើនគេអាប់ដេតតាមអំពូល LED អស់ហើយតែសម្រាប់ Honda Wave ឆ្នាំ2026នេះវិញនៅតែដាក់អំពូលធម្មតាដដែលទោះវាជាអំពូលធម្មតាតែការបំភ្លឺផ្លូវជិះនៅពេលរាត្រីក៏វាភ្លឺមិនចាញ់អំពូល LED ប្រហែលដែរសម្រាប់តម្លៃរបស់វាវិញគឺសមរម្យល្មមវាមិនថ្លៃពេកហើយក៏វាមិនថោកពេកអីប្រហែលដែរគឺសមរម្យល្មមសម្រាប់ឲ្យយើងទិញយកមកប្រើប្រាស់បន្ទាប់ពីខ្ញុំរៀបរាប់ចំណុចជាច្រើនរបស់វាឥឡូវយើងមកដឹងតម្លៃរបស់វាវិញនៅថ្ងៃជិតចូលឆ្នាំមួយថ្ងៃនេះតើតម្លៃរបស់វាប្រហែលតម្លៃនៅមុនចូលឆ្នាំមួយថ្ងៃនេះគឺ900ជាងបន្តិចបន្តួចតែប៉ុណ្ណោះតើបងប្អូនយល់យ៉ាងណាដែរចំពោះ Honda Wave ឆ្នាំ2026តើគូប៉ែតតីឬក៏មិនប៉ែតតីកុំភ្លេច comment នៅខាងក្រោមដើម្បីខ្ញុំដឹងកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតនៅពេលដែលខ្ញុំផុសលើក្រោយដើម្បីទទួលបានព័ត៌មានពីម៉ូតូច្រើនទៀត